បាទគ្រប់ជិតសួរពុកម៉ែបងប្អូនវិលមកជួបគ្នាម្ដងទៀតក្នុងវីដេអូថ្មីថ្ងៃនេះមកតាមការសន្យាពីវីដេអូមុនដែលតាក់ទងនឹងការផ្សំចំណីឲ្យមនបាទមកចែកបទពិសោធន៍តាក់ទងការផ្សំចំណីឲ្យមនសម្រាប់ចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាបាទហើយកុំឲ្យខាតពេលវេលាយូរឲ្យពុកម៉ែបងប្អូនបាទមកទស្សនាការផ្សំចំណីជាមួយនឹងខ្ញុំទាំងអស់គ្នានៅពេលបន្តិចទៀតនេះបាទហើយគ្រឿងផ្សំដែលយើងត្រូវផ្សំនោះគឺអត់ច្រើនទេពុកម៉ែបងប្អូនគឺមានតែ4មុខទេការផ្សំចំណីរបស់ខ្ញុំគឺអត់សាំញ៉ាំទេពុកម៉ែបងប្អូនហើយក៏អត់ពិបាករកដែរដោយសារវាតិចមុខមិនដល់4-10មុខហើយពិបាករកទេដោយសារអីគឺវាតិចមុខមែនតើគឺយើងអាចផ្សំបានហើយសម្រាប់ខ្ញុំគឺងាយគ្រឿងផ្សំវាគឺមានតែ4មុខទេពុកម៉ែបងប្អូនហើយខ្ញុំផ្សំចំណីនេះដែរគឺខ្ញុំផ្សំចំនួន25គីឡូពេលខ្ញុំផ្សំឲ្យសពគ្រប់សពមុខអស់គឺ25គីឡូហើយគ្រឿងផ្សំទី1នោះបាទគឺកន្ទក់នេះជាកន្ទក់ម៉ត់លេខ1ចំនួន10គីឡូពុកម៉ែបងប្អូនកន្ទក់លេខ1ចំនួន10គីឡូហើយនឹងមេចំណីជ្រូកចំនួន5គីឡូប្រភេទជាចំណីម៉ត់ពុកម៉ែបងប្អូនម៉ត់ទាំងអស់កន្ទក់ក៏ម៉ត់ហើយមេចំណីជ្រូកនេះក៏ម៉ត់ហើយមួយមុខទៀតនោះគឺពោតក្រហមពុកម៉ែបងប្អូនចំនួន10គីឡូដែរហើយពោតនេះក៏ម៉ត់ដែរពុកម៉ែបងប្អូនកន្ទក់ពោតប្រភេទពោតគេវាយឲ្យម៉ត់ចំនួន10គីឡូបាទហើយគ្រឿងផ្សំមួយមុខទៀតនោះដែលសំខាន់ចុងក្រោយគេនេះពុកម៉ែបងប្អូនគឺម្សៅរ៉ែប្រភេទម្សៅរ៉ែADE ដើម្បីយើងជំនួយរោមជំនួយឆ្អឹងសម្រាប់ឲ្យមាន់របស់យើងមាន់តូចក៏យើងត្រូវការឲ្យមាន់ធំក៏ត្រូវការប្រភេទ ADE នេះដែរពុកម៉ែបងប្អូនសម្រាប់មាន់តូចវិញគឺជំនួយទៅដល់ឆ្អឹងរោមដល់មាន់របស់យើងឲ្យមានការលូតលាស់លឿនហើយសម្រាប់មេបាវិញគឺធ្វើឲ្យសុទ្ធមាន់របស់យើងហ្នឹងសម្បកក្រាស់ល្អហើយរលោងល្អហើយធ្វើឲ្យមាន់យើងហ្នឹងមិនចឹករោមគ្នាស៊ីហើយមាន់កាលណាយើងដាក់លាហ្នឹងទៅគឺមាន់យើងដោះរោមចិត្តល្អមែនតើបងប្អូនហើយយើងលាបផ្សំចូលគ្នាមកចំនួន4មុខហ្នឹងគឺមានតែ4មុខហ្នឹងទេបងប្អូនគឺអត់ច្រើនទេអត់សាំញ៉ាំទេគឺតែ4មុខទេយើងអាចលាបផ្សំចូលគ្នាមកយើងដាក់ចូលគ្នាយើងច្បល់លាយសពទីច្បល់វាលាយចូលគ្នាឲ្យសពទៅបាទហើយបន្ទាប់ពីយើងលាយផ្សំយើងច្បល់វាចូលគ្នាហើយគឺសន្តានរបស់វាគឺបែបនេះគឺមានរូបរាងបែបនេះបងប្អូនសន្តានរបស់ចំណីរូបរាងរបស់ចំណីពេលយើងផ្សំចូលគ្នាគឺរូបរាងបែបនេះគឺមើលទៅគឺទំនងមែនតើសម្រាប់ឲ្យមាន់យើងហើយបើសិនជាពុកម៉ែបងប្អូនមានបន្លែបងប្អូនគឺយើងផ្សំបន្លែមួយមុខទៀតគឺ5មុខបើយើងមានបន្លែមួយមុខទៀតគឺល្អយើងដាក់បន្លែពេលយើងដាក់វាស៊ីយើងមានបន្លែលាយទៀតទៅក៏ល្អដែរហ្នឹងនេះសម្រាប់ខ្ញុំវិញគឺអត់មានបន្លែខ្ញុំដាក់តែប៉ុណ្្នឹងទេបាទហើយបើសិនជាពុកម៉ែបងប្អូនគាត់ចង់ដាក់ប្រភេទពោតក្របពោតធំជាងនេះគឺបានពុកម៉ែបងប្អូនប៉ុន្តែសម្រាប់មាន់យើងចាប់ពី2ខែជាងឡើងទៅយើងដាក់បានហើយប៉ុន្តែបើធ្វើដូចខ្ញុំចេះគឺយើងដាក់ឲ្យវាស៊ីចាប់ពី21ថ្ងៃពី1ខែកន្លះឡើងទៅដល់បានលក់បានហើយថាចាំមើលថាវាស៊ីអត់ចំណៃដែលយើងលេងនឹងបាទគឺវាចូលចិត្តស៊ីមែនតើបងប្អូនហើយឃើញមាន់ពួកអនមិនមែនដាច់ចំណៃទេបងប្អូនកុំយកច្រឡំដូចបងម្នាក់គាត់វីដេអូមុនគាត់ឃើញមាន់នេះខ្ញុំហ្នឹងគឺដណ្ដើមគ្នាផឹកទឹកគាត់ថាមាន់ខ្ញុំហ្នឹងដាច់ទឹកអាណិតមាន់ផ្ដាច់ទឹកយូរទៅដល់ពេលក្នុងវីដេអូនេះមាន់ឃើញមាន់ឈូឆយមិនមែនមាន់ដាច់ចំណីទេបងប្អូនគឺទម្លាប់មាន់របស់ខ្ញុំគឺខ្ញុំដាក់មួយថ្ងៃ3ពេលអញ្ចឹងហើយដល់ពេលវេលាវាពេលយើងដើរមកចិត្តហ្នឹងគឺវាឈូឆបងប្អូនហើយសម្រាប់ដូចវីដេអូមុនអញ្ចឹងបញ្ជាក់ជូនបងមិនដឹងបងស្រីបងប្រុសបងគាត់យកច្រឡំថាខ្ញុំហ្នឹងទុកឲ្យមាន់ហ្នឹងដាច់ទឹកយូរអត់ទេបងប្អូន
គឺខ្ញុំផ្ដាច់ទឹកយូរអស់ហើយគឺ1ម៉ោងបងប្អូនខ្ញុំផ្ដាច់ទឹកគឺមានមូលហេតុរបស់ខ្ញុំទៀតគឺខ្ញុំទី1គឺខ្ញុំលាយថ្នាំប្រភេទថ្នាំអញ្ចឹងមន់ខ្ញុំមុននឹងខ្ញុំលាយថ្នាំហើយជាមួយទឹកវាផឹកគឺខ្ញុំផ្ដាច់ទឹកវាហើយដើម្បីខ្ញុំដាក់ថ្នាំនោះមន់ហ្នឹងវាចូលចិត្តផឹកវានាំគ្នាមកដណ្ដើមវាផឹកហើយទី2នេះគឺខ្ញុំដាក់ចង្ការខ្ញុំដាក់ជាប្រភេទខ្ទឹមសដូចវីដេអូមុនខ្ញុំដាក់ខ្ទឹមសអញ្ចឹងហើយខ្ញុំផ្ដាច់ទឹកវា1ម៉ោងខ្ញុំដាក់ទឹកខ្ទឹមវាផឹកព្រោះខែនិយាយអញ្ចឹងបាទកុំឲ្យពុកម៉ែបងប្អូនគាត់យល់ច្រឡំថាខ្ញុំនឹងធ្វើហាប់មន់អីគឺអត់ទេពុកម៉ែបងប្អូនគឺត្រឡប់មន់គឺចរិតរបស់មន់គឺអញ្ចឹងសម្រាប់ដល់ម៉ោងដល់វេលាវាស៊ីចំណីពេលយើងដើរមកចិត្តត្រង់ហ្នឹងគឺវាឈូឆរវាឃើញម្ចាស់ពុកម៉ែបងប្អូនហើយដូចជាការដាក់ទឹកឲ្យថ្នាំដាក់អីវាផឹកយ៉ាងពុកម៉ែបងប្អូនគឺមុននឹងយើងដាក់គឺយើងទៅផ្ដាច់ទឹកវាសិនពុកម៉ែបងប្អូនដើម្បីមន់យើងហ្នឹងវាស្រែកទឹកហើយយើងដាក់ថ្នាំទៅគឺវាបានផឹកបានទាំងអស់គ្នាបើយើងអត់ផ្ដាច់ចឹងទេយើងដាក់ទៅមន់អត់សូវចូលចិត្តផឹកទេពុកម៉ែបងប្អូនចឹងហើយយើងធ្វើអញ្ចឹងដើម្បីឲ្យមន់យើងវាបានផឹកទាំងអស់គ្នាចឹងហើយយើងធ្វើការពេលវាផឹកអស់ហើយយើងធ្វើការបដូរទឹកនឹងចេញវិញដាក់វាផឹកទឹកធម្មតាវិញចឹងកុំឲ្យបងប្អូនគាត់យល់ច្រឡំក្នុងត្រង់ចំណុចហ្នឹងចឹងបាទហើយចន្លោះដែលយើងផ្ដាច់ទឹកនោះដែរគឺចន្លោះពីកន្លះម៉ោងទៅ1ម៉ោងរយៈពេលប៉ុណ្ណឹងគឺអត់យូរទេពុកម៉ែបងប្អូនហើយមូលហេតុអ្វីបានយើងធ្វើបែបហ្នឹងគឺដោយសារមន់ខ្លះគឺវាពេលយើងផ្សំថ្នាំជាមួយទឹកទៅវាអត់ផឹកទេវាអត់សូវចូលចិត្តផឹកមន់ខ្លះវារើសអញ្ចឹងហើយគឺយើងទាមទារធ្វើបែបហ្នឹងដើម្បីមន់ហ្នឹងគឺស្រែកទឹកគឺវាទៅផឹកបានទាំងអស់គ្នាបាទហើយឥឡូវយើងត្រឡប់មកមើលចំណីរបស់យើងវិញពុកម៉ែបងប្អូនហើយដូចពុកម៉ែបងប្អូនគាត់បានឃើញអញ្ចឹងគឺចំណីរបស់យើងដែលយើងបានផ្សំនេះគឺមន់យើងចូលចិត្តស៊ីមែនតើដោយសារទី1ដោយសារមន់យើងហ្នឹងយើងបានបន្ស៊ាំវាពីតូចមកហើយបើសិនជាពុកម៉ែបងប្អូនគាត់ថ្មីមន់គាត់ត្រឡប់ឲ្យស៊ីចំណីបែបសើមអញ្ចឹងឲ្យយើងកែប្រែវាមកស៊ីចំណីស្ងួតវិញប្រហែលជារៀងពិបាកបន្តិចដោយសារអីដោយសារវាអត់ធ្លាប់អញ្ចឹងហើយយើងអាចបន្ស៊ាំវាម្ដងបន្តិចទៅគឺវាចាប់ដើមស៊ីចូលចិត្តស៊ីហើយពុកម៉ែបងប្អូនតែបើសិនជាពុកម៉ែបងប្អូនគាត់ចង់ឲ្យវាស៊ីសើមក៏បានដែរចំណីនេះគឺយើងអាចផ្សំទឹកបានដូចគ្នាពុកម៉ែបងប្អូនគាត់អាចលាយទឹកបានតែលាយក្នុងបរិមាណសើមមកពុកម៉ែបងប្អូនកុំឲ្យវាអៀចមានន័យថាវាសើមវាមានសំណើមហើយបើសិនជាមានបន្លែដាក់ពីលើថែមពីលើទេគឺល្អដោយសារខ្ញុំនេះគឺអត់មានបន្លែទេខ្ញុំទៅប្រដាំប្រភេទជាតកួនតែឥឡូវដល់អត់ទាន់បានអញ្ចឹងតែបើមានបន្លែប្រភេទបន្លែបៃតងទៀតមិនថាតកួនកំពុងថេតឬក៏ជាប្រភេទចកអាសូឡាឬក៏ប្រភេទបាសឬអីទេបងប្អូនបន្លែផ្អែមអីហ្នឹងគឺត្រូវហើយហ្នឹងប៉ុន្តែសម្រាប់ខ្ញុំគឺវាអត់មានអញ្ចឹងខ្ញុំដាក់វាស៊ីអញ្ចឹងទៅប៉ុន្តែมันជាបញ្ហាទេបងប្អូនគឺមន់យើងស៊ីទៅគឺស្ទុះលឿនដូចគ្នាព្រោះចំណីយើងផ្សំនេះគឺតាមស្តង់ដារតាមក្បួនខ្នាតរបស់វាអញ្ចឹងហើយពុកម៉ែបងប្អូនគាត់មានឆ្ងល់ទេពុកម៉ែបងប្អូនថាសម្រាប់ឆ្ងល់ហេតុអ្វីបានជាមន់របស់យើងហ្នឹងតិចតួចទេតែវាចឹកគ្នាពេលយើងដាក់ចូលលេឡំគ្នាច្រើនអញ្ចឹងហើយហេតុអ្វីបានជាមន់កសិដ្ឋានគេធំគេចិញ្ចឹមមិនគេអត់សូវមានចឹកគ្នាអញ្ចឹងគឺដោយសារតែចំណីនេះក៏ជាកត្តាមួយដែរបងប្អូនគឺយើងរៀបផ្សំចំណីត្រីគឺមន់យើងហ្នឹងវាអត់ចឹកគ្នាទេដោយសារអីដោយសារយើងបំពេញតម្រូវការរបស់មន់ហ្នឹងនៅក្នុងចំណីហ្នឹងបានគ្រប់គ្រាន់ដែលវាចង់បានដូចជាសារធាតុរ៉ែនេះជាដើមហើយសម្រាប់ការផ្សំចំណីនេះដែរបើសិនជាពុកម៉ែបងប្អូនគាត់មន់តិចគាត់អត់ចង់ផ្សំដូចខ្ញុំគាត់ចង់ផ្សំតែម្ដង 4-5 គីឡូអញ្ចឹងក៏បានដែរពុកម៉ែបងប្អូនគឺងាយស្រួលហើយក៏ងាយយល់ដែរបើសិនជាគាត់ចង់ផ្សំចំណី5គីឡូគឺពុកម៉ែបងប្អូនគាត់ដាក់កន្ទក់2គីឡូពោត2គីឡូហើយចំណីជ្រូកហ្នឹង1គីឡូទៅពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនកុំភ្លេចអាម្សៅរ៉ែហ្នឹងពុកម៉ែបងប្អូនគឺអាម្សៅរ៉ែគឺសំខាន់សម្រាប់មន់យើងព្រោះវាជួយមន់យើងបានច្រើនអាហ្នឹងមិនថាមន់តូចឬមន់ធំទេវាជួយមន់យើងនឹងវាដុសជំនួយដល់រោមជំនួយដល់ឆ្អឹងជំនួយដល់ការមន់យើងនឹងវាទន់ដៃទន់ជើងអញ្ចឹងជំនួយដល់ឆ្អឹងមន់របស់យើងមន់យើងនឹងវាអត់សូវទន់ដៃទន់ជើងទេហើយវាអត់ចឹកគ្នាដោយសារអីមន់ចឹកគ្នាកាលណាចឹកគ្នាវាមានទី1វា stress ទី2វាខ្វះនៅសារធាតុចិញ្ចឹមសារធាតុរ៉ែវីតាមីនអញ្ចឹងហើយគឺយើងមិនត្រូវភ្លេចទេសម្រាប់ម្សៅរ៉ែរបស់យើងហ្នឹងបាទហើយសម្រាប់វីដេអូនេះតើតើនឹងការផ្សំចំណីគឺមានតែប៉ុណ្្នឹងទេបងប្អូនបើសិនជាបងប្អូនគាត់
តាមអត់ទាន់ក្នុងចំណុចណាមួយគាត់អាចសួរបន្ថែមខ្ញុំនឹងឆ្លើយតបពុកម៉ែបងប្អូនបន្ថែមទៀតបាទហើយក៏មិនភ្លេចដែរសម្រាប់ពុកម៉ែបងប្អូនគាត់ថ្មីកុំភ្លេចចុចជាវខ្ញុំបានម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតបាទអរគុណពុកម៉ែបងប្អូនជម្រាបលា